ថ្ងៃនេះមកធ្វើអាហារបែបសុខភាពញ៉ាំវិញម្ដងចំពោះសាឡាត់មូនេះគឺថារសជាតិឆ្ងាញ់មែនទែនជាមួយនឹងទឹកជ្រលក់ម៉ាយ៉ូណេសហើយវិធីធ្វើងាយស្រួលមែនទែនហើយឆាប់បានញ៉ាំបងប្អូនដំបូងយើងមានសបកសម្រាប់មូស៊ូស៊ីហ្នឹងយើងយកមកកាត់ជាពីរសិនណាបងប្អូនដើម្បីងាយស្រួលយើងយកទៅមូសាឡាត់របស់យើងហើយដោយសារនេះខ្ញុំទិញអត់ទៅបានសបករៀងស្វិតនេះសបកគេធ្វើរៀងស្រួយសម្រាប់ញ៉ាំលេងអញ្ចឹងណាអញ្ចឹងអត់អីទេយើងមូបានហើយមានសាឡាត់មានសបកស៊ូស៊ីដែលកាត់ហើយហ្នឹងនឹងខ្ញុំដាក់ប្រហិតសាច់ក្តាមផងដែរតើដំបូងចាប់ផ្ដើមមូយើងដាក់សបកស៊ូស៊ីក្រាលពីក្រោមទៅដាក់ស្លាត់ហើយប្រហិតសាច់ក្តាមទៅបន្ទាប់មកមូណាបងប្អូនមូរៀងតឹងតិចទៅហើយនឹងខ្ញុំលាបទឹកតិចៗដើម្បីឲ្យវាស្អិតចឹងណាបងប្អូនមូតូចល្មមមកយើងញ៉ាំមួយម៉ាត់ពីរម៉ាត់ចឹងណាហើយនេះខ្ញុំបង្ហាញរបៀបមូម្ដងទៀតវិធីមូបងប្អូនស្រួលមែនតើហើយយើងដាក់សាឡាត់ផ្ទុយគ្នាចឹងណាបងប្អូនហើយដាក់ប្រហិតសាច់ក្តាមនេះខ្ញុំមានឈូសការ៉ុតដាក់លាយផងដែរបន្ទាប់ពីដាក់ហើយមូរៀងណែនតិចទៅមួយយើងលាបទឹកខាងចុងហ្នឹងទៅដើម្បីស្អិតសបកស៊ូស៊ីហ្នឹងណាបងប្អូនមូប៉ុណ្ណឹងហើយយើងទុកមួយដុំមកមូរហូតទាល់តែអស់សាឡាត់ហើយនឹងប្រហិតរបស់យើងមកបន្ទាប់មកបងប្អូនយកកាត់ជាពីរចឹងណាយើងស្រួលញ៉ាំហើយអាហារសុខភាពមួយនេះបងប្អូនចង់ធ្វើលក់អីក៏បានដែររសជាតិឆ្ងាញ់ហើយស្រួលធ្វើមែនតើបងប្អូននឹងខ្ញុំឥឡូវសម្រក់គីឡូបងប្អូនអញ្ចឹងក៏ធ្វើញ៉ាំទៅនឹងខ្ញុំស្រកបាន6គីឡូហើយបងប្អូន6-7គីឡូហើយកាត់ជាពីរចឹងណាបងប្អូនហើយបន្ទាប់មកចាំយើងទៅធ្វើទឹកជ្រលក់មានអីបងប្អូនសបកស៊ូស៊ីមួយដុំធ្វើបានច្រើនដែរតាតោះអញ្ចឹងទៅធ្វើទឹកជ្រលក់មួយគ្នានឹងខ្ញុំមានខ្ទឹម2កំពឹសមកម្ទេស1គ្រាប់ហើយដាក់ស្ករតិចទៅណាពេលដែលយើងបុកវាអត់ខ្ទាតចឹងណាបុករហូតតតែម៉ត់ខ្ទឹមម៉ត់ម្ទេសរបស់យើងទៅបងប្អូនចាំយើងចាប់ផ្ដើមបន្ថែមគ្រឿងផ្សំទៀតណាហើយបើសិនជាបងប្អូនចូលចិត្តដាក់រៀងហឹលក៏យើងថែមម្ទេសច្រើនជាងនឹងទៅណាបន្ទាប់ពីបុកម៉ត់ចឹងហើយនឹងខ្ញុំដួសដាក់ក្នុងកូនចានមួយទៅយើងស្រួលលាយគ្រឿងផ្សំបន្តទៀតហើយគ្រឿងផ្សំនោះនឹងខ្ញុំប្រើទឹកម៉ាយ៉ូណេសបងប្អូនសម្រាប់ទឹកជ្រលក់ម៉ាយ៉ូណេសរសជាតិឆ្ងាញ់មែនតើជ្រលក់ចូលគ្នាជាមួយនឹងសាឡាត់របស់យើងហើយខ្ញុំមានបន្ថែមទឹកត្រីបន្តិចក្រូចឆ្មាបន្តិចហើយច្បល់ឲ្យសព្វទៅបងប្អូនបងប្អូនភ្លក់ទៅណាភ្លក់ទៅតាមចំណង់ចំណូលចិត្តពួកអីរសជាតិនិយមម្នាក់អត់ដូចគ្នាទេតែប៉ុណ្ណឹងរួចរាល់បងប្អូនសាឡាត់មូរបស់យើងហើយទឹកជ្រលក់ក៏រួចរាល់សាឡាត់ក៏មូហើយអញ្ចឹងមានអីទៀតតើបងប្អូនទៅញ៉ាំជាមួយនឹងខ្ញុំតែម្ដងបងប្អូនហើយមួយចាននេះនឹងខ្ញុំធ្វើប្រហែល10នាទីញ៉ាំ5នាទីអស់ហើយមួយម៉ាត់ចឹងណាបងប្អូនកុំភ្លេចធ្វើញ៉ាំណាយើងញ៉ាំចឹងទទួលបានសុខភាពល្អមែនតែនហើយនេះបងប្អូនខ្ញុំបង្ហាញឲ្យមើលធ្វើប៉ិតញ៉ាំប៉ិតបងប្អូនអត់មានមូហើយទៅទុកចោលទេហើយវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេណាបងប្អូនបើសិនជាពេញចិត្តក៏ជួយ share ចែកម្លែកម្នាក់មួយផងដើម្បីទទួលបានវីដេអូ